គឺជាបាក់សីប្រមាញ់មួយប្រភេទដែលមានឈ្មោះថា Metal Angle បាក់សីប្រមាញ់ Metal Angle គឺជាបាក់សីប្រមាញ់ដ៏ធំមួយនៅក្នុងទ្វីបអាហ្វ្រិកហើយវាត្រូវបានគេចាត់ទុកថាជាស្ដេចនៃមេឃអាហ្វ្រិកដោយសារកម្លាំងប្រវៃស្លាបនិងសមត្ថភាពប្រមាញ់ដ៏អស្ចារ្យរបស់វា Metal Angle មានរូបរាងធំសម្បុរពណ៌ត្នោតខ្មៅលាយសហើយភ្នែករបស់វាគឺមានពណ៌លឿងភ្លឺដែលធ្វើឲ្យវាមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ចំពោះបាក់សីប្រមាញ់ Metal Angle មានប្រវែងខ្លួនប្រហែល78ទៅ96សង់ទីម៉ែត្រនិងវាអាចមានទម្ងន់ទៅដល់ 6.5 គីឡូក្រាមស្លាបរបស់វាអាចលាតសន្ធឹងបានជាង 2.6 ម៉ែត្រដែលជួយឲ្យហោះហើរបានខ្ពស់និងយូរដោយមិនចាំបាច់បក់ស្លាបញឹកញាប់នោះទេចំពោះបាក់សីញីគឺមានទំហំខ្លួនធំជាងបាក់សីឈ្មោលដែលជាលក្ខណៈធម្មតានៃបាក់សីប្រមាញ់ភាគច្រើនចំពោះបាក់សីប្រមាញ់ Metal Angle គឺវាចូលចិត្តរស់នៅតាមព្រៃស្រោងវាស្មៅនិងតំបន់សាវ៉ាណានៅអាហ្វ្រិកខាងត្បូងចំពោះបាក់សីប្រភេទនេះគឺវាចូលចិត្តតំបន់ដែលមានដើមឈើខ្ពស់សម្រាប់ធ្វើសម្បុកនិងអាចមើលឃើញសត្វព្រៃពីចម្ងាយវាធ្វើសម្បុកធំៗលើកំពូលដើមឈើហើយសម្បុកមួយអាចប្រើប្រាស់បានរយៈពេលច្រើនឆ្នាំអាហាររបស់ Metal Angle គឺមានភាពចម្រុះខ្លាំងវាប្រមាញ់សត្វបាក់សីនិងសត្វល្មូនចំពោះសត្វដែលវាប្រមាញ់យកមកធ្វើចំណីមានដូចជាទន្សាយកណ្តុរព្រៃមាន់ព្រៃពស់ Monitor Lizard កូនក្តាន់តូចនិងស្វាតូចៗចំណុចដែលធ្វើឲ្យ Metal Angle ល្បីខ្លាំងគឺក្រញាំជើងរបស់វាក្រញាំជើងរបស់វាធំនិងមុតខ្លាំងអាចសម្លាប់សត្វធំៗបានក្នុងរយៈពេលខ្លីពេលប្រមាញ់វានឹងហោះនៅកម្ពស់ខ្ពស់រួចមើលរកចំណីដោយភ្នែកមុតស្រួចរបស់វាពេលរកឃើញគោលដៅវានឹងមុជចុះក្នុងល្បឿនលឿនខ្លាំងបំផុតដើម្បីចាប់សត្វសមត្ថភាពភ្នែករបស់ Metal Angle គឺមានភាពរហ័សរហួននិងខ្លាំងអស្ចារ្យវាអាចមើលឃើញសត្វតូចៗពីចម្ងាយរាប់រយម៉ែត្រសមត្ថភាពនេះហើយដែលធ្វើឲ្យវាក្លាយជាស្ដេចប្រមាញ់លើអាកាសដ៏មានប្រសិទ្ធភាពបំផុតចំពោះរដូវបន្តពូជរបស់វាគឺមានល្បឿនយឺតបាក់សីញីភាគច្រើនដាក់ពងតែមួយគ្រាប់ក្នុងមួយរដូវតែប៉ុណ្ណោះកូនបាក់សីត្រូវការពេលវេលាជាច្រើនខែដើម្បីអាចហោះហើរបានហើយចំពោះការថែរក្សាពីមេបាគឺមានរយៈពេលយូរខ្លាំងដោយសារអត្រាបន្តពូជនេះទាបងាយរងគ្រោះនៅពេលបរិស្ថានត្រូវបំផ្លាញចំពោះបច្ចុប្បន្ននេះគឺបានចាត់ Metal Angle ជាប្រភេទជិតរងគ្រោះទៅហើយចំនួនរបស់វាកំពុងថយចុះដោយការកាប់បំផ្លាញព្រៃឈើការបាត់បង់ទីជម្រកនិងការសម្លាប់ដោយមនុស្សខ្សែភ្លើងអគ្គិសនីនិងការបំពុលក៏ជាគ្រោះថ្នាក់ធំមួយសម្រាប់វាផងដែរ Metal Angle មិនត្រឹមតែជាបាក់សីប្រមាញ់ធំទេប៉ុន្តែវាជានិមិត្តសញ្ញានៃកម្លាំងនិងអំណាចក្នុងធម្មជាតិអាហ្វ្រិកពេលវាហោះហើរនៅលើមេឃធំទូលាយស្លាបដ៏ធំរបស់វាធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ថាកំពុងតែមើលស្ដេចប្រមាញ់ដ៏សាហាវបំផុតនៅលើមេឃ Please subscribe my YouTube channel